Nhưng mà trên video môi đèn gì vậy nhảy biểu ca nghe IT phải khai tích được cái chờn và hay miền ôn chỉ cho bạn châu tới comment vậy nhảy và nè khai tha tại sao tại trong hôn cặp kê nè khai tha mau bị dương ọt chùm niên nhìn chân từ bà chân ảnh tại sao tại bọt bị sau tiếng chụp xem nhìn chẳng này còn tay nhôm nơi tập chạm môi cứ chùm niên kháng cứ phải khai chờ này bà hơi nhôm có khơi môi tha មានបងប្អូនជាច្រើនដែលគាត់កំពុងរៀន IT ឆ្នាំទី2ទី3ហើយអ្នកខ្លះក៏ទី4ទៅគាត់ប្រាប់ខ្ញុំពីបញ្ហារបស់គាត់ដែលកំពុងរៀននៅសាកលវិទ្យាល័យហ្នឹងខ្ញុំឃើញថាមានសំណួរបែបហ្នឹងច្រើនមែនតើតាក់ទងជាមួយនឹងគាត់រៀននៅសាលាមានអារម្មណ៍ថារៀនអត់ចេះពងវែងហើយអ្នកខ្លះក៏ពងគិតគូររឿងបោះបង់ចោលទៅរៀនអីផ្សេងណាបាទអញ្ចឹងខ្ញុំចង់ឆ្លើយនឹងសំណួរនឹងខ្លាំងមែនតើព្រោះអីសំណួរហ្នឹងគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់តែម្ដងបាទអញ្ចឹងខ្ញុំចង់ចែករំលែកពីតើខ្ញុំឆ្លងកាត់វាដោយវិធីណាហើយខ្ញុំសង្ឃឹមថាបងប្អូនអាចនឹងឆ្លងកាត់វាដូចគ្នាដែរបាទអញ្ចឹងនៅកំឡុងពេលដែលខ្ញុំមករៀនដំបូងនៅសាកលវិទ្យាល័យខ្ញុំមិនមែនរៀន IT ខ្ញុំរៀនខាង Finance ខាងគណនេយ្យបាន2ឆ្នាំបាទនៅសាកលវិទ្យាល័យ Bill Brai ហើយបន្តមកទៀតខ្ញុំចូលដល់ឆ្នាំទី2ខ្ញុំក៏បាទជាប់អាហារូបករណ៍ផ្នែក IT ទៅរៀននៅសាលា IT ហ្មងបាទអញ្ចឹងយើងទៅរៀនអត់លុយសុខចិត្តចោល2ឆ្នាំហ្មងទៅបាទខ្ញុំទៅរៀនប៉ុន្តែជួនអីអ្នកនរគ្នាយើងអត់ចេះអង់គ្លេសទៅរៀន IT អត់ចេះអង់គ្លេសចប់ហ្មងបាទដោយសារអីបាទមុខវិជ្ជាហ្នឹងវា reason វាមកពីប្រទេសគេទាំងអស់បាទឯកសារគឺភាសាអង់គ្លេសទាំងអស់យើងខ្សោយមែនតើអញ្ចឹងយើងរៀនមិនចេះបាទមិនមែនថាយើងខួរក្បាលយើងអន់ទេបាទដោយសារតែអីយើងទី1យើងខ្សោយភាសាអង់គ្លេសបាទដល់ពេលយើងខ្សោយភាសាអង់គ្លេសយើងតាមខំរៀនមិនក៏ស្ដាប់គ្រូមិនសូវយល់ដែរបាទអញ្ចឹងខ្ញុំគិតថាបើសិនជាបងប្អូនដែលកំពុងតែរៀនខ្សោយភាសាអង់គ្លេសអាចជួបប្រទះបញ្ហាដូចខ្ញុំអញ្ចឹងបាទហើយតែបើបងប្អូនភាសាអង់គ្លេសគួរសមដែរអាហ្នឹងក៏មិនមែនជាបញ្ហាធ្ងន់ដូចខ្ញុំដែរបាទអញ្ចឹងខ្ញុំចង់និយាយអំពីថាតើខ្ញុំឆ្លងកាត់វាមិនដើម្បីដោះស្រាយរឿងហ្នឹងមិនមែនយើងអត់ឆ្លាតទេគឺយើងបញ្ហារឿងអង់គ្លេសអញ្ចឹងបងប្អូនត្រូវតែខំរៀនអង់គ្លេសបន្ថែមបាទឆ្លៀតពេលយប់រៀនអង់គ្លេសកុំចាំបាច់ផ្ដោតខ្លាំងលើ IT ពេកព្រោះយើងកំពុងខ្សោយអង់គ្លេសនៅពេលយើងខ្សោយអង់គ្លេសយើងរៀន IT អត់ចេះទេព្រោះ IT ហ្នឹងគឺជាមេរៀនដែលយើងអាច research បានតោះណាអាច research បានពេលក្រោយអញ្ចឹងខំបំពេញភាសាអង់គ្លេសយើងរៀនអង់គ្លេសផងយកវាមក research ក្នុងផ្នែក IT យើងផងបាទរៀនរាល់ថ្ងៃព្រោះអីភាសាអង់គ្លេសនៅក្នុងផ្នែក IT ត្រូវការយើង search ដើម្បីរកដំណោះស្រាយអញ្ចឹងដំបូងអានអត់យល់ទេបាទជួនកាល copy អីដែលយើង research មកហ្នឹងគេដាក់ថាហ្នឹងជា bug ឯងយកមក run មើលតេស្តទៀតណាដោយសារអីយើងអត់ចេះយើងអត់ដឹងអត្ថន័យយើងដែរ copy code យកមកយកមក run មើលថាតើវាជោគជ័យអត់បាទហើយដល់ពេល run អត់ជោគជ័យចាប់ដើមទៅរកអីផ្សេងហើយអត់ព្យាយាមមើលអត់ព្យាយាមបកប្រែអត្ថន័យគេដល់ពេលអស់ចិត្តបាទរៀនយូរទៅមើលទៅអត្ថន័យរបៀបថាភាសាអង់គ្លេសមើលទៅរៀងរួចរៀងចំណាំបានបាទដដែលបាទអញ្ចឹងព្យាយាមយកទៅបកប្រែផងបាទយូរទៅយើងអាចចាប់បានមកថាតើភាសាដែលគេនិយាយនៅក្នុងផ្នែក IT ជាភាសាអង់គ្លេសហ្នឹងវាមានអត្ថន័យមិនយូរទៅអង់គ្លេសយើងក៏ខ្លាំងជំនាញ IT យើងក៏ខ្លាំងដែរបាទអញ្ចឹងអាហ្នឹងគឺជាបទពិសោធន៍ខ្ញុំណាហើយរឿងមួយទៀតរៀននៅសាកលវិទ្យាល័យ4ឆ្នាំបាទអត់ចេះអីមកកុកទេបាទទោះបីជាយើងឆ្លងកាត់ដំណាក់កាលភាសាអង់គ្លេសនឹងរួចហើយបាទខ្ញុំរៀនអង់គ្លេស2ឆ្នាំទៅខ្ញុំអាចឆ្លងផុតរៀន IT ចូលបាទរៀនចូលប៉ុន្តែអត់ចេះអីទេបាទព្រោះអីនៅសាលាយើងមិនមែនរៀនតែ1មុខ2មុខទេយើងរៀន6មុខយ៉ាងតិចបាទមិនដឹងមុខវិជ្ជាស្អីខ្លះទេប៉ុន្តែរឿងដែលអស់សំណើចតែរៀនច្រើនចឹងហើយរឿងដែលអស់សំណើចយកមកប្រើនៅកន្លែងការងារកុំឲ្យតែមានមួយមុខណាយកមកប្រើកើតបាទអត់មានពាក់ព័ន្ធនឹងកន្លែងស្រាយរៀនហ្មងបាទគ្រូរៀនដែររៀនពាក់ព័ន្ធតិចដែរប៉ុន្តែកម្រិតរបៀបថាជន់នឹងក្រុមបាតនោះគ្មានបានពាក់ព័ន្ធជាមួយនឹងការងារនៅកន្លែងទេអញ្ចឹងបើបងប្អូនរៀននៅសាលាអត់ចេះកុំតន់អស់សង្ឃឹមបាទព្យាយាមរកកន្លែង intern ព្យាយាមរកកន្លែងការងារដាក់រកការងារបានទៅហើយព្យាយាមខំ research បន្ថែមនៅកន្លែងធ្វើការបាទព្រោះអីពេលយើងមកធ្វើការហ្នឹងគឺជាជំនាញដែលយើងត្រូវយកមកប្រើអញ្ចឹងទោះបីជានៅសាលារៀនអត់ចេះក៏ដោយបាទឲ្យតែមកកន្លែងធ្វើការរៀនចេះព្រោះអីនៅកន្លែងធ្វើការយើងរៀនអ្វីដែលយើងត្រូវប្រើអញ្ចឹងវាធ្វើឲ្យយើងឆាប់ចេះជាង
ឆាប់ចេះជាងនៅសាលារៀនអីដែលយើងមិនបានប្រើចង់និយាយថារៀនគេហៅមូលដ្ឋានគ្រឹះតែមិនដែលបានប្រើអាគ្រឹះហ្នឹងទេមកដួលរលំនៅកន្លែងធ្វើការត្រូវរៀនសារឡើងវិញទាំងអស់បាទអញ្ចឹងជាបទពិសោធន៍ខ្ញុំកុំបារម្ភខំរៀននៅសាលាឲ្យតែជាប់សិនទៅនៅកន្លែងធ្វើការត្រូវរៀនភាសាទៀតប៉ុន្តែរៀនលើកនេះគឺរៀនជំនាញដែលយើងត្រូវយកមកប្រើហើយឆាប់ចេះជាងនៅសាលាហើយចំណុចសំខាន់គឺព្យាយាមមើលតាមអានភាសាអង់គ្លេសពាក់ព័ន្ធនឹងជំនាញ IT ឲ្យច្រើនអានដំបូងអត់សូវយល់តែយើងព្យាយាម copy ចម្លើយពីអ៊ីនធឺណិតយកមកប្រើមើលម្ដងហើយម្ដងទៀតយូរទៅស៊ាំគេថាមិនចង់ចេះក៏ត្រូវតែចេះដែរបាទអញ្ចឹងស៊ាំយើងចាប់ដើមមានបទពិសោធន៍ទៅហើយពេលដែលយើងធ្វើអញ្ចឹងយូរទៅជំនាញ research យើងក៏ប្រកែដែរក៏កើនដែរហើយខ្ញុំឆ្លងកាត់អានឹងមកភាសាអង់គ្លេសខ្ញុំក៏កើនដែរបាទកើនមិនមែនថាយើងប្រើបាន professional អីប៉ុន្តែកើនបានពីការមើលឯកសារពីការស្វែងយល់អត្ថន័យមកដល់ឥឡូវខ្ញុំគិតថាពេលខ្លះខ្ញុំរៀងយល់លឿនជាងអ្នកដែលគាត់ប្រកែអង់គ្លេសជាងខ្ញុំទៀតអញ្ចឹងណាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទី1បើសិនជាបងប្អូនរៀន IT អត់ចេះអង់គ្លេសទេខំរៀនអង់គ្លេសភ្ជាប់ជាមួយបាទហើយប្រឹង research បន្ថែមបាទផ្នែក IT នេះយើងត្រូវតែ research ប្រើអង់គ្លេសអញ្ចឹងធ្វើទៅបាទវាទោះបីជាបានប៉ុណ្ណាយកប៉ុណ្្នឹងតែខំមកអស់ពីលទ្ធភាពទៅមកដល់កន្លែងធ្វើការត្រូវខំសារទៀតដែរព្រោះកន្លែងធ្វើការគឺអត់ប្រើអីដែលយើងរៀននៅសាលាប្រហែលទេបាទអញ្ចឹងគ្រាន់តែថានៅកន្លែងធ្វើការយើងរៀនតែត្រឹម2ទៅ3មុខអីអាចប្រើបានដែរបាទអញ្ចឹងកុំតន់បាក់ទឹកចិត្តខំរៀនអង់គ្លេសឲ្យខ្លាំងសិនទៅហើយប្រឡងឲ្យជាប់សិនទៅបាទខំរៀនប្រឡងឲ្យទៅជាប់មកជាប់ទៅក៏បានដែរបាទហើយនៅកន្លែងធ្វើការត្រូវរៀនសារឡើងវិញទេគាត់ថានៅកន្លែងធ្វើការយើងចំណេញមួយគឺយើងរៀនតិចមុខហើយមានអ្នកចាំជួយសម្របសម្រួលបញ្យលយើងបាទអញ្ចឹងអាហ្នឹងវាស្រួលថងហ្នឹងណាប៉ុន្តែអាចថានៅកន្លែងធ្វើការគេអាចនឹងស្ដីយើងបាទតែកុំខ្វល់បើយើងចង់ចេះគេស្ដីឲ្យខ្លះទៅបាទមានថាគេស្ដីឲ្យយើងទៅយើងចាំយើងឈឺយើងចាំបាទព្រោះអីយើងអត់ចេះមែនអត់ចេះគេត្រូវស្ដីឯងបាទតែគាត់ថាធ្វើម៉េចយើងខំបាទហ្នឹងហើយនេះជាបទពិសោធន៍ដែលខ្ញុំចង់ចែករំលែកទៅអ្នកទាំងអស់គ្នាហើយកុំតន់អាបាក់ទឹកចិត្តបាទខំសិនទៅព្រោះនៅកន្លែងធ្វើការអត់ប្រើអីដែលអ្នកទាំងអស់គ្នារៀនទេបាទ